ខ្លីៗអំពី actual មានអាយុកាលជាង50ឆ្នាំមកហើយ but it's still powerful almost every app that you use today and actual stands for the structure query language ហើយវាត្រូវបានប្រើប្រាស់សម្រាប់ manage and get data ពី database Think our database like Excel sheet ក៏ប៉ុន្តែវា powerful ជាងវាត្រូវបានបង្កើតឡើងនៅឆ្នាំ1970នៅ IBM ដោយលោក Raymond Boyce និង Donald Chamberlain ដែលយក idea ពីលោក Edgar F. Codd ដែលជាអ្នកបង្កើតនៅ relational model តើអ្វីទៅគឺជា relational model Relational model មានន័យថាគឺជាការ store data ជា table ដែលមាន row និង column ត្រឹមត្រូវមុនពេលដែលមាន actual ការទាញយក data គឺពិតជាពិបាកណាស់ដែលតម្រូវឲ្យសរសេរកូដយ៉ាងស្មុគស្មាញដូច្នេះ actual ត្រូវបានបង្កើតឡើងដើម្បីឲ្យអ្នកអាចសួរសំណួរទៅកាន់ database បានយ៉ាងងាយ actual មិនមែនជា programming language ដូច Java ឬក៏ Python ទេក៏ប៉ុន្តែវាគឺជា query language ដែលប្រើប្រាស់សម្រាប់តែ interact ជាមួយនឹង database តែប៉ុណ្ណោះ actual មាន command សំខាន់ៗដូចជា create ប្រើប្រាស់សម្រាប់បង្កើត table ឬក៏ database ថ្មីជាឧទាហរណ៍ខាងក្រោមគឺជាការបង្កើត table មួយដែលមានឈ្មោះថា user ហើយមាន column ដូចជា id name និង age insert command ប្រើប្រាស់សម្រាប់បន្ថែម data ថ្មីចូលទៅក្នុង table ឧទាហរណ៍ខាងក្រោមគឺជាការបន្ថែម user ថ្មីម្នាក់ចូលទៅក្នុង table select command គឺប្រើប្រាស់សម្រាប់ទាញយក data ចេញពី table ឧទាហរណ៍ខាងក្រោមគឺជាការទាញយកឈ្មោះ user ទាំងអស់ចេញពី table user update command គឺជាការប្រើប្រាស់សម្រាប់កែ data ដែលមានរួចមកហើយឧទាហរណ៍ខាងក្រោមគឺជាការកែអាយុ user ដែលមាន ID ស្មើនឹងលេខ1ទៅជាអាយុ21ឆ្នាំ delete command គឺប្រើប្រាស់សម្រាប់លុប data ចេញពី table ណាមួយឧទាហរណ៍ខាងក្រោមគឺជាការលុប user ចេញពី table ដែលមាន ID ស្មើនឹងលេខ1នេះគឺជា concept សំខាន់ៗដែលអ្នកត្រូវដឹងអំពី actual table គឺសម្រាប់ទុក data primary key គឺជា ID តែមួយគត់សម្រាប់ row នីមួយៗរីឯ foreigner key គឺប្រើប្រាស់សម្រាប់ connect table ជាមួយគ្នាមួយវិញទៀត actual ក៏អាចអនុញ្ញាតឲ្យយើង join table ពីរឬច្រើនរួមបញ្ចូលគ្នាបានផងដែរនេះគឺជាឧទាហរណ៍នៃការ join រវាង user table និង order table ដើម្បីឲ្យដឹងថាអ្នកណាជាអ្នកទិញអ្វីសប្តាហ៍ថ្ងៃ database ដែលប្រើប្រាស់ actual រួមមាន MySQL PostgreSQL SQL Server និង Oracle ជាដើមសប្តាហ៍ថ្ងៃនេះ SQL មានគ្រប់ទីកន្លែងមិនថា website mobile app banking system ឬមួយក៏ data analysis ក៏ដោយសរុបមកវិញគោលបំណងរបស់ SQL ក៏ពិតជាសាមញ្ញណាស់គឺជាការ store organize និង retrieve data ឲ្យបានលឿននិងមានប្រសិទ្ធភាពទាំងអស់នេះគឺជាខ្លីៗអំពី SQL សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានចំណេះដឹងថ្មីៗហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបាន content ថ្មីៗងាយៗពី BetDev